រឿងមាននប់កំសត់និងសត្វថ្មាកាលពីយូរលង់ណាស់មកហើយមានមនុស្សម្នាក់រស់នៅក្នុងភូមិដ៏តូចមួយគាត់គឺជាបុរសម្នាក់ដែលមានចិត្តល្អសុភាពរាបសារក៏ប៉ុន្តែជីវភាពរបស់គាត់ពិតជាទីទល់ក្រខ្លាំងមែនទែនដែលបណ្ដាលឲ្យគាត់ធ្វើជាអ្នកកាប់អស់ដើម្បីយកទៅលក់យកកម្រៃតិចតួចដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនបុរសម្នាក់នោះគាត់តែងតែប្រកបអាជីវកម្មកាប់អស់លក់ជារៀងរាល់ថ្ងៃគាត់បានបន្តដំណើរទៅក្នុងព្រៃដើម្បីកាប់អស់ដូចសពមួយដងក៏ប៉ុន្តែថ្ងៃនេះគាត់បានជួបជាមួយនឹងបុរសពីរនាក់ដែលបុរសពីរនាក់នោះតែងតែមើលងាយមើលថោកនិងជេរស្ដីគាត់ជារៀងរាល់ថ្ងៃណែអាពូម៉ាឯងមើលនេះអាមួយនេះវាកំពុងតែទៅដើរកាប់អស់ទៀតហើយយើងមើលទៅជីវភាពរបស់វារាល់ថ្ងៃនេះក្រលំបាកវេទនារហែមរហាមណាស់ហើយមួយថ្ងៃឃើញតែដើរកាប់អស់គ្មានបានប្រយោជន៍ស្អីទេណាឯងគិតទៅមើលវាចាញ់ទាំងយើងពីរនាក់ដើរតែលេងនេះផងនេះយើងដើរតែលេងជុលមន់ចាក់បាល់មិនទាំងខ្វះលុយចាយផងហើយនេះអាសម្រែនេះវាដើរកាប់អស់ត្រុករាល់ថ្ងៃហើយវាមិនដូចជីវិតយើងសោះណាមែនហើយអាពូម៉ាចឹងមែនតាយើងណាដើរតែលេងគ្មានជួយការងារម៉ែឪផងឥឡូវម៉ែឪចង់ដាញ់យើងចេញពីផ្ទះទាំងពីរនាក់អីអាប្រកាច់ហើយនិយាយចឹងឲ្យខំអួតវាសួស្ដីបងប្រុសទាំងពីរនាក់តើបងប្រុសទាំងពីរមកទីនេះមានការអ្វីដែរខ្ញុំត្រូវទៅកាប់អស់ផងបើមិនមានការអ្វីទេជិះផ្លូវខ្ញុំទៅណាមាននប់ដ៏កំសត់ម្នាក់នោះក៏បន្តដំណើរទៅមុខទៀតគេបានដើរផងច្រៀងផងរអ៊ូរទាំតែម្នាក់ឯងផងមិនដឹងថានៅលើโลกនេះនៅមានមនុស្សធននេះប្រហែលអ្នកទៀតណោះមិនគិតធ្វើការងារស្អីទេមួយថ្ងៃឪពុកម្ដាយខិតខំប្រឹងប្រែងចង់ងាប់ហើយរស់ស៊ីចិញ្ចឹមកូនប៉ុន្តែពួកគេទាំងពីរនាក់នេះគ្មានជួយកិច្ចការងារអ្វីទេគិតតែដើរលេងណាស់ហើយខ្ញុំមិនទៅគិតនាំតែឈឺក្បាលទេច្រៀងចម្រៀងមួយបទដើម្បីឲ្យរំសាយអារម្មណ៍សិនខ្ញុំ fail តែរាល់ឆ្នាំនេះខ្ជិលចាំសុំដើរលេងម្ដងចាំមុនខ្ញុំដេកចាំអើយចាំទាំងអារម្មណ៍សៅហ្មងនាងបោកឲ្យខ្ញុំចាំពីភាសាដល់5មកឃើញនាងមកអើតផងឆ្នាំនេះខ្ញុំយល់ចាំសុំបើកឆាកញ៉ាំងកម្មវិធីម្ដងអាម៉េចយាយជីវិតហើយទៅមុខបន្តទៀតការរេខ្ញុំសែតគេបោកមុខលយដែរមិនក៏ចាញ់បោកគេលឺធុងបើគេដាក់នៅចុងភូមិចាប់បត់ស្កានឆាំថ្មីប៉ាម្សៅកុំបងប្អូនខ្ញុំរត់ត្រូវទៅវាធំក្លិននៅកំបំសក់ទីតុយពាកវលធំឃើញស្រីស្អាតចូលដៃចូលជើងចុះកំបំភូមិយើងអីក៏លះម្លឹងមួយបានហើយសบายតែកុំប្រហើនចាប់ដៃចាប់ជើងទីប្រយ័ត្នគេប្តឹងទីប្រយ័ត្នក្បាលមកបថៅទីប្រយ័ត្នក្បាលមកបថៅអីនិយាយលេងតាចំកដុំឆែបអូសัตว์ថ្មាតទៅតានេះថ្មាតរួចទៅណាមកណាមិនបានជាមកពាំងផ្លូវខ្ញុំទៅកាប់អស់អញ្ចឹងនេះបុព្វលោកសប្បុរសអើយខ្ញុំនេះបាក់ស្លាប់ហើយមិនអាចហើរបន្តដំណើរទៅមុខទៀតបានទេតើលោកអាចយកខ្ញុំទៅដាក់នៅក្នុងសម្បុករបស់ខ្ញុំវិញផងបានទេនោះឪពុកម្ដាយរបស់ខ្ញុំនឹងមកជួយខ្ញុំជាជាមិនខានឡើយតើលោកអាចជូនខ្ញុំទៅបានដែរទេអោថ្មាតដល់កំសត់ហើយបានខ្ញុំជូនឯងយកទៅដាក់សម្បុករបស់ឯងវិញណាឯងកុំព្រួយកុំបារម្ភខ្ញុំនឹងការពារឯងរហូតទាល់តែដល់សម្បុករបស់ឯងវិញណែមាននប់ដល់កំសត់ខ្ញុំនឹងផ្ដល់ដំបូន្មានដល់អ្នកយើងកុំដើរលេងដូចជាខ្លួនមួយត្រូវចេះគិតព្រួយពីរឿងគ្រួសារត្រូវតែដើរកិច្ចពីលបែងស្រីស្រារៀបព្រឹកអាត្មាចរិតចាស់ទុំមានប្តីប្រពន្ធមិនមែនខ្លួនមួយត្រូវចេះគិតព្រួយកូនតូចធំកុំរវល់ផឹករវល់ជួបជុំគិតពីត្រនំតើខ្វះអ្វីខ្លះចេះចង់មានបានធូធាដូចគេកុំនៅទំនេរត្រូវចេះអៀនខ្មាស់
បើដឹងខ្លួនក្រប្រឹងប្រែងធ្វើការណាស់មានឡានមានផ្ទះដើម្បីកូនយើងមាននប់ចូលអ្នកស្ដាប់កំណាព្យនេះនឹងបានជាប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកមានគ្រួសារអ្នកគួរតែគិតត្រេះរិះពិចារណាអំពីកំណាព្យមួយនេះណាបាទខ្ញុំនឹងចាំសម្ដីរបស់អ្នកអរគុណខ្លាំងណាស់អាត្មាដល់កំសត់អូតើនេះគឺជាឪពុកម្ដាយរបស់ឯងមែនទេពេលនេះយើងមកដល់ទីនេះហើយមែនហើយនេះគឺជាឪពុកម្ដាយរបស់ខ្ញុំអ្នកកំឡោះយើងពិតជាអរគុណឯងខ្លាំងណាស់ដែលបានជូនកូនរបស់យើងមកដល់សម្បុកនេះវិញយើងគ្មានអ្វីតបស្នងឯងទេនៅខាងមុខមានដំរីបារមីមួយក្បាលដែលដំរីនោះបានការពារពូថៅមាសអស់រាប់រយឆ្នាំមកហើយនៅក្នុងព្រៃនេះខ្ញុំសូមជូនពរឯងឲ្យមានសំណាងដើម្បីទទួលបាននៅពូថៅមាសនោះសូមឯងបន្តដំណើរទៅមុខទៀតប្រកបដោយសុវត្ថិភាពទៅចោះមាននប់ក៏បានលាសត្វខ្មាតទាំង3រួចក៏បន្តដំណើរទៅមុខទៀតដើម្បីទៅជួបសត្វដំរីបារមីតាមពាក្យសម្ដីរបស់មេថ្មាតដែលបានដំណាលឲ្យខ្លួនស្ដាប់នោះបពិតលោកដំរីដ៏មានបារមីអើយខ្ញុំនេះគឺជាមនុស្សទីទល់ក្រខ្លាំងណាស់បុណ្យនេះបន្តិចខ្ញុំបានជួយជីវិតសត្វថ្មាតហើយឪពុកម្ដាយរបស់ថ្មាតនោះគាត់បានប្រាប់ខ្ញុំថាលោកដំរីមានពូថៅមាសដែលលាក់ទុកអស់រាប់រយពាន់ឆ្នាំមកហើយតើលោកដំរីអាចបរិច្ចាគនៅពូថៅមាសនោះដើម្បីឲ្យខ្ញុំយកទៅលក់ក្នុងការធ្វើជាកម្រៃខ្លះដើម្បីចិញ្ចឹមជីវិតតើបានទេហាយើងគឺជាដំរីយើងស៊ីរុក្ខជាតិទាំងឡាយគឺជាចំណីមានស្លឹកឈើមានដើមចេកនិងផ្លែដូងជាដើមក៏យើងអាចរស់បានដែរក៏ប៉ុន្តែឯងត្រូវការម្ហូបចំណីបាយទឹកបន្លែបង្ការជាដើមដូចនេះយើងឃើញអស់ហើយនៅទង្វើល្អរបស់ឯងស័ក្តិសមនឹងទទួលនៅពូថៅមាសមួយនេះណាស់យើងនឹងផ្ដល់វាឲ្យទៅឯងឥឡូវនេះឯងឆាប់ទទួលយកទៅបន្ទាប់ពីមាននប់គាត់ទទួលបានពូថៅមាសមួយនោះគាត់ក៏បានយកវាទៅលក់នៅឯផ្សារហើយទទួលបានកម្រៃយ៉ាងច្រើនគួរសមដែលជាដើមទុនសម្រាប់ធ្វើឲ្យគាត់ប្រកបមុខរបររកស៊ីបន្តទៅទៀតក្នុងរឿងមួយនេះចង់អប់រំឲ្យយើងចេះស្រឡាញ់ចេះយកចិត្តទុកដាក់យកអាសាចំពោះអ្នកដទៃយើងមិនអាចប្រងើយកន្តើយរស់តែឯងដោយភាពអាត្មានិយមបានឡើយនៅក្នុងសហគមន៍មួយយើងត្រូវតែចេះជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់វណ្ណៈមិនស្អប់ខ្ពើមគ្នាទៅវិញទៅមកនោះទេដូចជាមាននប់ដ៏កំសត់ម្នាក់នេះគាត់គឺជាមនុស្សចិត្តល្អចេះជួយយកអាសាទៅដល់សត្វថ្មាតទើបសត្វថ្មាតមានចិត្តល្អព្រមបង្ហាញផ្លូវទៅកាន់សំណាក់របស់សត្វដំរីដ៏មានបារមីដែលថែរក្សានៅពូថៅមាសដ៏មានតម្លៃមួយហើយដោយទឹកចិត្តល្អរបស់មាណពធ្វើឲ្យដំរីទន់ចិត្តទន់អារម្មណ៍ព្រមប្រគល់នៅពូថៅមាសមួយនេះទៅដល់មាណព